ទីគោរពនិងជាទីមេត្រីតទៅនេះនាងខ្ញុំសូមជូនព័ត៌មានរបស់ការិយាល័យតំណាងរាស្ត្រមណ្ឌលបៃលិនលោកជំទាវបានស្រីមុំប្រធានមូលនិធិគាំទ្រសុខភាពនិងសង្គ្រោះបន្ទាន់បានឧបត្ថម្ភថវិកាប្រចាំខែកុម្ភៈដល់លោកយាយលោកតាចាស់ជរាទីតក្រគ្មានទីពឹងចំនួន160នាក់ថ្ងៃទី3ខែកុម្ភៈឆ្នាំ2016លោកជំទាវបានស្រីមុំអ៊ីឈៀនប្រធានមូលនិធិគាំទ្រសុខភាពនិងសង្គ្រោះបន្ទាន់និងក្រុមការងារបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខនិងបានផ្ដល់អាហារជាបបរលូតព្រមទាំងឧបត្ថម្ភថវិកាសម្រាប់ខែកុម្ភៈឆ្នាំ2016ជូនដល់លោកយាយលោកតាចាស់ជរាគ្មានទីពឹងមានជីវភាពទីតក្រដែលមានអាយុចាប់ពី70ឆ្នាំឡើងទៅរស់នៅតាមបណ្ដាឃុំសង្កាត់ក្នុងខេត្តបៃលិនលោកជំទាវបានស្រីមុំអ៊ីឈៀននិងក្រុមការងារមូលនិធិគាំទ្រសុខភាពនិងសង្គ្រោះបន្ទាន់បានមានប្រសាសន៍បណ្ដាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជានិងសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជូនចំពោះពុកម៉ែនិងលោកយាយលោកតាទាំងអស់ដែលមកទទួលការឧបត្ថម្ភជាថវិកាប្រចាំខែនាថ្ងៃនេះលោកជំទាវបានមានប្រសាសន៍បន្តថាជារៀងរាល់ថ្ងៃទី3នៃខែនីមួយៗលោកយាយលោកតាទាំងអស់តែងតែបានមកទទួលការឧបត្ថម្ភថវិកាជាប្រចាំហើយលោកជំទាវនៅតែបន្តយកចិត្តទុកដាក់ជានិច្ចដល់ជីវភាពនិងការរស់នៅរបស់លោកយាយលោកតាដែលមានជីវភាពក្រីក្រលំបាកខ្វះខាតនិងនៅតែបន្តស្វះស្វែងរកសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសដែលមានទឹកចិត្តសប្បុរសធម៌ក្នុងការបរិច្ចាគធនធានចូលរួមសម្រាប់ការផ្ដល់ជូនពួកគាត់បន្តទៀតមូលនិធិបានបង្កើតឡើងក្នុងទិសដៅជួយដល់លោកយាយលោកតាចាស់ជរាគ្មានទីពឹងមានជីវភាពខ្សត់ខ្សោយនិងមានអាយុចាប់ពី70ឆ្នាំឡើងទៅដែលពុំមានលទ្ធភាពអាចចេញទៅប្រកបរបរដើម្បីចិញ្ចឹមជីវិតបានទន្ទឹមនេះលោកជំទាវដើរតួយ៉ាងសំខាន់ចូលរួមជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលក្នុងការជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយអបតវហេតុនានានិងជួយដល់ស្ត្រីសម្រាលកូននិងមានជីវភាពក្រីក្រដែលជាកិច្ចការមួយសំខាន់ក្នុងការចូលរួមចំណែកក្នុងកាតព្វកិច្ចសង្គមលោកជំទាវបន្តថាថវិកាដែលបានបើកផ្ដល់ជូនដល់លោកតាលោកយាយកន្លងមកគឺជាការចូលរួមបរិច្ចាគធនធានផ្ទាល់របស់លោកជំទាវនិងឯកឧត្តមវិឈានហើយមានការចូលរួមផងដែរពីបងប្អូននិងសប្បុរសជននានារស់នៅក្រៅនិងក្នុងប្រទេសនិងមានការជួយណែនាំពីថ្នាក់ដឹកនាំកម្ពុជាជាពិសេសសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែននិងសម្ដេចតេជោហ៊ុនសែនក្នុងការជួយលើកកម្ពស់កម្រិតជីវភាពនិងបំពេញថែទាំសុខភាពដោយមិនប្រកាន់បព្វពួកនិន្នាការនយោបាយឡើយការជួយដល់ចាស់ជរាគ្មានទីពឹងនៅពេលនេះបានរួមចំណែកយ៉ាងសំខាន់ជាមួយអាជ្ញាធរនិងរាជរដ្ឋាភិបាលក្នុងការកិត្តគូរពីសុវត្ថិភាពនៃការរស់នៅការបំពេញសុខភាពតាមរយៈការផ្ដល់ប្រាក់ឧបត្ថម្ភផ្ទាល់ដែលជាការផ្ដល់លទ្ធភាពនិងបង្កលក្ខណៈដល់លោកយាយលោកតាចាស់ជរាមានធនធាននៅក្នុងដៃនិងអាចចាត់ចែងប្រើប្រាស់តាមតម្រូវការដោយពិនិត្យឃើញថាលោកយាយលោកតាមានស្ថានភាពជរាពិបាកក្នុងការធ្វើដំណើរឆ្ងាយលោកជំទាវបានណែនាំដល់ក្រុមការងារដោយធ្វើការបែងចែកជាពីរកន្លែងគឺនៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តបៃលិននិងនៅសាលាឃុំស្ទឹងត្រង់ស្រុកសាលាក្រៅដើម្បីងាយស្រួលនិងកាត់បន្ថយការចំណាយធ្វើដំណើររបស់លោកយាយលោកតាថវិកាដែលបានឧបត្ថម្ភក្នុងម្នាក់ៗ 10,000 រៀលដល់ឡែកលោកយាយលោកតា4គ្រួសារមានស្ថានភាពជរាខ្លាំងមិនអាចធ្វើដំណើរបានក្រុមការងារក៏បាននាំយកថវិកាទៅជូនដល់លំនៅឋានតែម្ដងក្នុងឱកាសផ្ដល់ជូនថវិកាលោកយាយលោកតារយៈពេលជាង5ឆ្នាំនេះមូលនិធិបានសម្រេចនៅបេសកកម្មមនុស្សធម៌ជាច្រើនប្រកបដោយជោគជ័យឆ្លើយតបតាមតម្រូវការផ្នែកសង្គមគិច្ចរបស់រាជរដ្ឋាភិបាលដែលមានគោលដៅក្នុងការកាត់បន្ថយភាពក្រីក្រការធ្វើឲ្យប្រជាពលរដ្ឋទទួលបានសេវាផ្នែកសង្គមគិច្ចកាន់តែប្រសើរឡើងសូមថ្លែងអំណរគុណចំពោះការតាមដានទស្សនាព័ត៌មានរបស់ការិយាល័យតំណាងរាស្ត្រមណ្ឌលបៃលិនសូមអរគុណសូមគោរពលា